សួស្តីអ្នកនាងវីដេអូនេះខ្ញុំចែកពីការបញ្ជូនតន័យ sensor ចេញពី ESP យកមក store ទុកនៅក្នុង Google Sheet ហើយនឹងការភ្ជាប់ Wi-Fi ចូលទៅក្នុង ESP ផងដែរអញ្ចឹងចំពោះការបញ្ជូនតន័យ sensor យកមក store ទុកក្នុង Google Sheet ហ្នឹងចំណុចដំបូងអ្នកនាងចូលមករៀបចំសិលកិច្ចការរបស់អ្នកនាងសិនអញ្ចឹងអ្នកនាងចូលមកកន្លែង account Google Sheet របស់អ្នកនាងហើយចុចពាក្យ file មកតបមកយក new ហើយយក spreadsheet មកតបមកអ្នកគ្នាធ្វើការដាក់ឈ្មោះឲ្យ check របស់អ្នកគ្នាទៅខ្ញុំដាក់ AAT 20តបមកកន្លែងនេះអ្នកគ្នាធ្វើការដាក់ឈ្មោះ parameter ដែលអ្នកគ្នាចង់បោះមកហ្នឹងមាន parameter អីខ្លះអ្នកគ្នាដាក់ parameter ហ្នឹងមកចំពោះខ្ញុំមាន date ខ្ញុំមាន time ខ្ញុំមាន temperature ខ្ញុំមាន humidity ខ្ញុំដាក់វាចំកណ្ដាលតោះមកខ្ញុំធ្វើការដាក់ពណ៌ឲ្យ parameter អ្នកនេះឆ្លាញ់ពណ៌ឲ្យដាក់ពណ៌ហ្នឹងទៅអាហ្នឹងអត់អីទេវាមិនប៉ះពាល់ដល់ object ទេតោះមកកន្លែង sheet name អញ្ចឹង sheet name អ្នកគ្នាឆ្លាញ់ឈ្មោះដាក់ឈ្មោះហ្នឹងទៅខ្ញុំដាក់ឈ្មោះ page 1តោះមកអ្នកគ្នាចូលកន្លែង extension នេះដើម្បីទៅបង្កើត app script នេះអ្នកគ្នាចូលកន្លែង app script មកតោះមកអ្នកគ្នាធ្វើការដាក់ឈ្មោះ app script ដូចគ្នាខ្ញុំធ្វើការដាក់ឈ្មោះដូច project ចាស់ខ្ញុំទៅ AT 20ខ្ញុំយក rename បន្ទាប់មកខ្ញុំទៅយក app script ដែលខ្ញុំបានធ្វើឲ្យលោកមុនដើម្បីយកមក copy ដាក់ paste ចូលក្នុងហ្នឹង copy វាមកខ្ញុំលុបវាវិញតោះមកខ្ញុំ paste ចូលនៅក្នុង app script របស់ខ្ញុំធ្វើការ save វាបានដល់កន្លែងហ្នឹងចំណុចដែលអ្នកគ្នាត្រូវកែទី1មានតាក់ទងនឹង sheet ID អញ្ចឹង sheet ID អ្នកគ្នាចូលទៅយកកន្លែង Google Sheet របស់អ្នកគ្នាមិញមកអញ្ចឹងនេះជា sheet ID របស់អ្នកគ្នាយកចាប់ពីអក្សរ D/ នេះយកក្រោយហ្នឹងយកត្រឹមលេខ1មកដល់ត្រឹមអក្សរ A តោះមកអ្នកគ្នាយកទៅផាសកន្លែង app script ហ្នឹងទៅតទៅទៀតកន្លែង sheet name អញ្ចឹង sheet name page 1 page របស់ខ្ញុំដាក់ page 1ហើយអញ្ចឹងខ្ញុំមិនបាច់ដូរទៀតទេបន្ទាប់មកទៀតកន្លែង date and time នេះយើងទាញម៉ោងចូលមកពីអ៊ីនធឺណិតអញ្ចឹងអ្នកគ្នាបាច់ប៉ះពាល់ដែរអានេះអាចទុកដូចខ្ញុំបានអ្វីដែលយើងត្រូវដឹងពីវាកន្លែង row data lock នេះអញ្ចឹង row data lock zone នេះ row zone row data lock zone ជា date ហើយនិង row data lock 1ជា time អញ្ចឹងពេលដែលអ្នកគ្នាបោះមកវាចូលនៅកន្លែងនេះអញ្ចឹង row data lock zone ហ្នឹងវាចូលមកកន្លែង date ហើយ row data lock 1ហ្នឹងវាចូលមកកន្លែង time តបមកទៀតកន្លែង parameter ក្រោមទៀតកន្លែងនេះជា case កន្លែង case នេះករណីនេះ STR នេះនៅពេលដែលអ្នកគ្នាបញ្ជូន ESP ហ្នឹងវា send តន័យបានមកដល់ក្នុង Google Sheet វានឹង load ពាក្យOK ទៅអ្នកគ្នាវិញវានឹងយកពាក្យពីខាងលើនេះពេលដែលវាបញ្ជូនបានជោគជ័យវានឹង feedback ឲ្យយើងវិញ OK តមកទៀតកន្លែង case មួយទៀត case នេះ case សម្រាប់បញ្ជូនតម្លៃរបស់ output sensor អញ្ចឹង case AT temperature នេះវានឹងបញ្ជូនតម្លៃ temperature មកចូលក្នុង row ទី2អញ្ចឹងមកចូលក្នុង row ទី2 row temperature នេះ row ទី2ចំពោះ humidity ដូចគ្នាវាបញ្ជូន row data log ហ្នឹងមកតម្លៃមក row ទី3អញ្ចឹងវានឹងបោះតម្លៃ humidity ហ្នឹងមក row ទី3នៅកន្លែងនេះអញ្ចឹង row គេគិតពី0 row 0 row 1 row 2និង row 3ហើយកន្លែងឈ្មោះនេះអ្នកគ្នាចូលទៅយកកន្លែង output របស់ sensor នៅក្នុង code ESP អ្នកគ្នានឹងបានឃើញអាហ្នឹងខ្ញុំនឹងបញ្ជាក់កន្លែងហ្នឹងម្ដងទៀតករណីអ្នកគ្នាដាក់ឈ្មោះខុសកន្លែង default នេះករណីអ្នកគ្នាដាក់ឈ្មោះខុសវាអត់ដាក់ឈ្មោះខុសពីអ្វីដែលវាអត់ត្រូវគ្នាមានតែវាអត់ស៊ីគ្នាវាអត់ match គ្នាវានឹង load feedback ទៅអ្នកគ្នាវិញដាក់ unsupported parameter តបមកកន្លែងក្រោមនេះទៀតដែលអ្នកគ្នាត្រូវកែនេះកន្លែង var range data latest នេះ set target អញ្ចឹង set target របស់ខ្ញុំយកពី A2 ដល់ D2 នេះខ្ញុំយកពី A2 ដល់ D2 អញ្ចឹងខ្ញុំមានតែ4 parameter ទេពី A2 ដល់ D2 អញ្ចឹងខ្ញុំយកវាតែត្រឹមហ្នឹង
តបមកកន្លែង row data lock នេះដោយឥឡូវដែរពី0ដល់3នេះពី row 0ដល់ row 3វាបោះពេលដែលអ្នកបញ្ជូនទិន្នន័យមកវាចូលដល់ទៅហ្នឹងអញ្ចឹងអ្នកគ្នាមានប្រមាណប៉ារ៉ាម៉ែត្រអ្នកគ្នាធ្វើការផ្លាស់ប្ដូរតាមហ្នឹងទៅអ្នកគ្នាលុបថែមថយអក្សរតាមហ្នឹងដោយថាអ្នកគ្នាមានដល់ពី A2 ដល់ E អញ្ចឹងទៅ E2 អ្នកគ្នាdelete នេះដាក់ E2 ទៅហើយថែម row data lock លេខ4មួយទៀតមកតោះមកអាចំណែកខាងក្រោមនេះអ្នកគ្នាបាច់ប៉ះពាល់វាទេអាហ្នឹងយើងយកទៅប្រើវានៅក្នុងសម្រាប់ធ្វើ dashboard អញ្ចឹងអាហ្នឹងវាមានតែប៉ុណ្្នឹងឥឡូវខ្ញុំចុច save ហើយខ្ញុំធ្វើការ deploy វាអ្នកគ្នាយកពាក្យ deploy កន្លែងនេះមកហើយយកពាក្យ new deploy តោះមកអ្នកគ្នាធ្វើការ select កន្លែងសញ្ញា setting នេះដូចគេប្រាប់ហ្នឹងហើយអ្នកគ្នាយកពាក្យ web app កន្លែង new description នេះអ្នកគ្នាដាក់ឈ្មោះក៏បានអត់ក៏បានដែរអីខ្ញុំដាក់ AT20 ទៀតតោះមកកន្លែងនេះអ្នកគ្នាដាក់ email របស់អ្នកគ្នាប្រើ email មួយណាជ្រើសយក email មួយហ្នឹងទៅហើយកន្លែងនេះតាក់ទងនឹងការ access ចូលអញ្ចឹងបើអ្នកគ្នាយក only myself មានតែអ្នកគ្នាដែលអាចចូលមើលតម្លៃនៅក្នុងផ្ទាំង Google Sheet នឹងបានបើអ្នកគ្នាយក anyone មានន័យថាអ្នកផ្សេងក៏អាចចូលមើលទិន្នន័យនៅក្នុង Google Sheet របស់យើងបានដែរអញ្ចឹងខ្ញុំយក anyone តោះមកចុចពាក្យ deploy នេះអ្នកគ្នាយក authorized access ហ្នឹងមកហើយរើស account email ដែលអ្នកគ្នាដាក់ប្រើហ្នឹងកាលនេះយក advanced តើមកអ្នកគ្នានេះ go to AT20 unsafe ឈ្មោះ parameter របស់អ្នកគ្នាឈ្មោះ project របស់អ្នកគ្នាហ្នឹងចុចលើហ្នឹងមកតើមកអ្នកគ្នាយកពាក្យ allow នេះអ្នកគ្នាធ្វើការ deploy បានជោគជ័យហើយបន្ទាប់ពី deploy បានហើយអ្នកគ្នា copy យក link web app ទៀតដើម្បីយកទៅដាក់នៅក្នុង code Arduino ព្រោះយើងត្រូវការយក link ហ្នឹងដើម្បីបញ្ជូនទិន្នន័យចេញពី PHP មកហ្នឹងក្នុង Google Sheet អញ្ចឹងយើងត្រូវយក link URL មួយហ្នឹងទៅប្រើអ្នកគ្នាចុច copy មកចុចដាក់វាទៅតោះមកអ្នកគ្នាចូលទៅក្នុង code Arduino ម្ដងអញ្ចឹង code Arduino អ្នកគ្នាយកអា link ហ្នឹងមកផាសនៅកន្លែង link មួយនេះអញ្ចឹងអា link មួយហ្នឹងអ្នកគ្នាផាសវាទៅតោះមកសម្រាប់ code អញ្ចឹង code ថ្ងៃនេះខ្ញុំមាន temperature sensor មួយឈ្មោះវា Adafruit AT20 អញ្ចឹងចំពោះខាងលើនេះជាការ include library អ្នកគ្នាអត់ទាន់មាន library ធ្វើការ download វាមក library Wi-Fi library I2C communication អានេះ library sensor library Google Sheet HTTP client អ្នកគ្នាប្រើ Google Sheet ត្រូវមាន library មួយហ្នឹងកន្លែងនេះកន្លែងបំពេញ password Wi-Fi អញ្ចឹងទី1នេះឈ្មោះ Wi-Fi របស់អ្នកគ្នាហើយទី2 password Wi-Fi របស់អ្នកគ្នាដូរទៅតាម password ហើយនឹងឈ្មោះ Wi-Fi របស់អ្នកគ្នាទៅអានេះឈ្មោះ Wi-Fi របស់ខ្ញុំហើយទី2 password Wi-Fi របស់ខ្ញុំអញ្ចឹងខ្ញុំប្រើ Wi-Fi.8 តបមកកន្លែងនេះជា global variable ទេអានេះជាថាវាជា status មួយនៅពេលដែលអ្នកគ្នាបញ្ជូនទិន្នន័យទៅកាន់ Google Sheet ហ្នឹងពេលបញ្ជូនចូលវានឹង load feedback ឲ្យយើងមកវិញកន្លែងនេះកំណត់ timer របស់ Google Sheet អញ្ចឹង timer ខ្ញុំបញ្ជូនទិន្នន័យចាប់ពី loop ធ្វើការមកវាចាប់ផ្ដើមរាប់ពី0 second ដល់15 second អញ្ចឹងកាលណា0ដល់15 second រៀងរាល់15 second វានឹងបោះទិន្នន័យទៅកាន់ Google Sheet ម្ដងនៅក្នុង loop កន្លែងនេះដូចគ្នា global variable របស់ Wi-Fi អញ្ចឹង timer ខ្ញុំប្រើ T0 ដល់ T30 second អញ្ចឹងពេលដែល loop ចាប់ផ្ដើមធ្វើការវានឹងរាប់ពី0ដល់30 second វានឹងធ្វើការ reconnect ទៅ Wi-Fi ម្ដងករណីអ្នកគ្នាភ្ជាប់ Wi-Fi ហើយ Wi-Fi ហ្នឹងវាដាច់អញ្ចឹងវា reconnect auto មកវិញវា auto reconnect កន្លែងនេះ timer read របស់ sensor នៅក្នុង loop អញ្ចឹង sensor ខ្ញុំវា read data output របស់វាហ្នឹងរៀងរាល់2 second ម្ដងខ្ញុំកំណត់ពី0ដល់2 second អញ្ចឹងវារាប់រៀងរាល់2 second វានឹងបញ្ជូនទិន្នន័យចេញឲ្យមកឲ្យខ្ញុំម្ដងនៅក្នុង loop អាហ្នឹងវាដំណើរការជា mail list អញ្ចឹងវាអត់ជាន់ delay គ្នាទេមានន័យថាដល់ម៉ោងមួយណាធ្វើការមួយនឹងបោះវាធ្វើការយកវាអត់ប្រចាំគ្នាទេអានេះជា sensor object អ្នកគ្នាទុកនៅដែរកន្លែង Wi-Fi connected function នេះអ្នកគ្នាទុកនៅដែរអាហ្នឹងសម្រាប់connect Wi-Fi វាតពីកន្លែង code លើមកវិញតមកកន្លែង voice upload to Google Sheet នេះកន្លែងដែលអ្នកគ្នាត្រូវធ្វើការផ្លាស់ប្ដូរវាទី1កន្លែងនេះ
កន្លែង send data នេះ URL នេះកន្លែងហ្នឹងអ្នកគ្នាត្រូវយក output របស់ sensor អ្នកគ្នាហ្នឹងអ្នកគ្នាចង់បញ្ជូន output មួយណាអញ្ចឹងអ្នកគ្នា copy output ហ្នឹងយកមកដាក់ហើយ output ហ្នឹងនឹងមាននៅខាងក្រោមកន្លែងនេះកន្លែង sensor AT20 របស់ខ្ញុំហ្នឹងអញ្ចឹង output របស់វាមាន2មាន output ទី1នេះតម្លៃ temperature ហើយ output ទី2តម្លៃ humidity អញ្ចឹងយើង copy អាហ្នឹងមកយកមកដាក់នៅកន្លែងនេះអ្នកគ្នាដាក់ឲ្យវាដូចគ្នាបានវាស្គាល់ហើយវាបោះបញ្ជូនតម្លៃ value ហ្នឹងទៅក្នុង Google Sheet បានត្រូវហើយអាកន្លែងនេះឈ្មោះវាទេអ្នកគ្នាដាក់ឈ្មោះអីក៏បានដែរវាអត់ប្រកាន់ទេតែកន្លែងនេះត្រូវតែដូច output ដែល sensor របស់អ្នកគ្នាហ្នឹងត្រូវតែដូចជាមួយ code របស់អ្នកគ្នាតើមកកន្លែងក្រោមនេះយកកែទេអាហ្នឹងជា function របស់វាទេ block function មួយនេះជា block status ដូចគ្នានៅពេលដែលវា upload ទិន្នន័យចូលទៅក្នុង Google Sheet បាន success វានឹង load feedback success ប្រាប់មកយើងនៅពេលដែល fail វានឹង load ពាក្យ fail ប្រាប់មកយើងវិញតើមកចូលកន្លែងដល់ voice setup នេះអ្នកគ្នាត្រូវមាន serial begin សម្រាប់ប្រើមើល board មើល serial monitor របស់វាហើយ wire begin នេះសម្រាប់ I2C communication sensor សម្រាប់អាហ្នឹងជា communication របស់ sensor សម្រាប់ធ្វើការទំនាក់ទំនងគ្នាតើមកខ្ញុំធ្វើការ start up sensor កន្លែងនេះ code start up sensor ហើយធ្វើការ connect wifi បន្ទាប់ពី start up sensor ខ្ញុំធ្វើការ connect wifi វាកន្លែង connected wifi នេះយើងហៅ function wifi ពីលើយកមកប្រើចូលដល់ loop អញ្ចឹង loop កន្លែង unsigned long now ស្មើ milli នេះវាចាប់ផ្ដើមរាប់ second timer របស់ second នៅខាងលើមិញហ្នឹងវាចាប់ផ្ដើមរាប់ហើយអញ្ចឹងម៉ោងដល់ second ណាមួយណាធ្វើការវានឹងធ្វើការរៀងខ្លួនរបស់វាអត់ជន់ delay គ្នាទេដោយសារខ្ញុំប្រើ milli កន្លែងនេះជាកន្លែង temperature AT20 វាធ្វើការអញ្ចឹងវារៀងរាល់2 second ម្ដងហើយវា print តម្លៃ temperature ជាមួយនឹងຂະຫນាត humidity ជាមួយនឹងຂະຫນាតដូចគ្នាតបមកកន្លែង upload to Google Sheet នេះវានឹងធ្វើការ upload រៀងរាល់15 second ម្ដងធ្វើការតាម timer នៅខាងលើកន្លែង Wi-Fi reconnect នេះដូចគ្នាវាធ្វើការ reconnect 30 second ម្ដងរៀងរាល់30 second ម្ដងនៅក្នុង loop តាម timer ដែលយើងកំណត់បានខាងលើដូចគ្នាអញ្ចឹងកូដមានតែប៉ុណ្ណឹងកន្លែងដែលអ្នកគ្នាបញ្ជាក់កន្លែងដែលអ្នកគ្នាត្រូវកែមានសំខាន់នេះកន្លែងឈ្មោះ output របស់ sensor ដែលអ្នកគ្នាធ្វើការ read ហ្នឹង copy វាយកមកដាក់ឲ្យត្រូវគ្នានៅកន្លែង link ដែលអ្នកគ្នាត្រូវការបោះទៅ Google Sheet ហើយអាហ្នឹងទៀតយើងក៏យកវាមកប្រើនៅក្នុង app script វិញដែរអ្នកគ្នាចាំអត់នេះកន្លែងនេះអ្នកគ្នាត្រូវធ្វើការ copy ផាសវាមកដាក់កន្លែងហ្នឹងដូចគ្នាធ្វើម៉េចឲ្យវាដូចគ្នាកុំឲ្យខុសគ្នាកាលណាខុសគ្នាវាអត់ស្គាល់ហើយអញ្ចឹងបន្ទាប់មកខ្ញុំធ្វើការ upload កូដចូលទៅក្នុង ESP របស់ខ្ញុំឥឡូវការបើកភ្លើងចូលដើម្បី upload កូដចូលក្នុង ESP ហើយ bot នេះដែរជា bot ចាំរបស់ខ្ញុំខ្ញុំ build ខ្លួនឯងអ្នកគ្នាសម្រាប់ធ្វើ project ធ្វើការ upload កូដបញ្ចូលតោះមកយើងធ្វើការបើក serial monitor ដើម្បីមើលអ្វីដែលយើងបាន upload ហើយខ្ញុំធ្វើការចុច reset ទៅដោយសារពេលដំបូងហ្នឹងអត់បានបើកវាឲ្យទាន់អញ្ចឹងពេល reset មកអ្នកគ្នាឃើញវា load ពាក្យថា Wi-Fi connected to Wi-Fi របស់ខ្ញុំអត់ហើយបន្ទាប់មកអាហ្នឹងយើង connect Wi-Fi ជាប់ហើយវា feedback ឲ្យយើងវិញហើយវាបោះទិន្នន័យ sensor មកតាមក្រោមតោះមកយើងទៅមើលកន្លែង Google Sheet របស់អ្នកគ្នាទៅថាវាបញ្ជូនតម្លៃហ្នឹងមកឲ្យទៅណាអញ្ចឹងនេះឥឡូវវាបោះមកហើយអ្នកគ្នាតម្លៃដែលវាបញ្ជូនមកហ្នឹងមានតែយើងបញ្ជូនបានជោគជ័យហើយអញ្ចឹងវាបញ្ជូនបាន7តម្លៃហើយឥឡូវនេះអ្នកគ្នាឃើញអត់ហើយនៅពេលដែលបញ្ជូនបានជោគជ័យហើយវានឹង load feedback ប្រាប់យើងវិញថា last Google Sheet upload successful ឥឡូវអ្នកគ្នាធ្វើការ upload បាន success ហើយមួយទៀតខ្ញុំចង់និយាយប្រាប់អ្នកគ្នាត្រង់កន្លែង Wi-Fi អញ្ចឹង Wi-Fi ក្នុងការប្រើប្រាស់ Wi-Fi ជាមួយ ESP វាមានពីរប្រភេទទី1ប្រភេទ Wi-Fi.x ហើយនិងទី2 Wi-Fi Manager Wi-Fi.x យើងកាលណាយើងភ្ជាប់វាទៅវានៅពេលដែលយើងចង់ដូរ password Wi-Fi វាពិបាកតោះតែយើងចូលមកដូរនៅក្នុងកូដនេះ
ពេលយើងចង់ដូរ password Wi-Fi តើយើងចូលមកដូរឈ្មោះដូរ Wi-Fi ក្នុងហ្នឹងហើយទើបយើងធ្វើការ upload code ចូលទៅក្នុង program យើងម្ដងទៀតតែបើ Wi-Fi manager អត់ទេយើងអាចប្រើតែបន្ទុកមកគ្រាប់មកចុចហើយដូរ password បានតាមទូរស័ព្ទដៃឬតាម laptop របស់អ្នកគ្នាអញ្ចឹងកន្លែងហ្នឹងនៅវីដេអូបន្ទាប់ខ្ញុំនឹងនិយាយអំពី Wi-Fi manager ម្ដងដោយសារ Wi-Fi manager វាមានភាពងាយស្រួលប្រើជាង Wi-Fi.8 ព្រោះយើងអត់ចាំបាច់ចូលទៅ upload code ម្ដងទៀតទេយើងគ្រាន់ចុចដូរចុចប៊ូតុងហើយដូរ password វាតាមទូរស័ព្ទដៃយើងងាយស្រួលប្រើជាងហើយវីដេអូមួយនេះក៏មានតែប៉ុណ្្នឹងដែរអ្នកគ្នាសង្ឃឹមថាអ្នកទាំងអស់គ្នាអាចបញ្ជូនទិន្នន័យបានទិន្នន័យ sensor របស់អ្នកគ្នាចេញពី ESP មកចូលទៅក្នុង Google Sheet បានដូចខ្ញុំដែរហើយចំពោះ Google Sheet អ្នកគ្នាយើងអាចបញ្ជូនបានទិន្នន័យលឿនពេកទេអស់ត្រឹមលឿនត្រឹម10 second ទៅ15 second ឡើងទៅលើវាល្អព្រោះដោយសារយើងអាចជាលក្ខណៈ real time 1 second ម្ដងអីបានទេវាឆាប់ពេញ read write ហើយវា slow កាលណាយើងប្រើ Google Sheet វារៀង slow អាត្រង់បោះទិន្នន័យហ្នឹងវាត្រូវការ request ហើយ respond មកវិញអញ្ចឹងយើងអាចបញ្ជូនទិន្នន័យបាន fast data នៅវីដេអូបន្ទាប់ខ្ញុំនឹងធ្វើតើទៅនឹងវីដេអូ fast data ម្ដងអញ្ចឹងវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងអរគុណអ្នកគ្នាសម្រាប់ការទស្សនាហើយមួយទៀតអ្នកគ្នាចំពោះ code អ្នកគ្នាអាចចូលយកបាននៅក្នុង channel YouTube របស់ខ្ញុំកន្លែង script description